តោះពុកម៉ែបងប្អូនតោះទៅលេងចំការចេកមួយខ្ញុំថ្ងៃនេះទៅតែងចេកតែងកូនចេកដែលវាដុះជុំវិញមេច្រើនអញ្ចឹងយើងទៅតែងវាជាសកម្មភាពដែលខ្ញុំជិះម៉ូតូចូលចំការរបស់ខ្ញុំហើយយើងក៏បានយកសម្ភារៈទៅមួយចំនួននៅក្នុងការតែងចេកកូនចេកហ្នឹងនេះมันបានតែងស្លឹកទេតែមកតែងកូនចេកហើយនេះកំពុងតែស្រាយកស៊ូរិតមានកដៀវកាត់ហើយនឹងប្រដាប់រុកដូលចេកពេលដែលយើងកាត់ហើយយើងរុកពុកម៉ែបងប្អូនកុំឲ្យវាដុះទៀតធ្វើដូច្នេះបានវាយើងមិនហត់មកកាត់ពេលក្រោយទៀតហ្នឹងហើយនេះយើងនេះហើយយើងទុកវិញចឹងទៅហើយនេះជាគុំចេកដែលខ្ញុំត្រូវបង្ហាញពុកម៉ែបងប្អូនទោះថាមេធំថ្លោសល្អប៉ុន្តែវាមានកូនដុះកន្លងជុំវិញវាកូនវា5ដើមពុកម៉ែបងប្អូនកូន5ដើមនោះហើយបើសិនជាយើងទុកកូននឹងមិនតែងវាទេមេហ្នឹងគឺមួយសាហ្នឹងអត់បានផ្លែល្អទេយើងលក់ពិបាកលក់ពុកម៉ែបងប្អូនហ្នឹងហើយឥឡូវខ្ញុំកំពុងតែកាត់កូនហ្នឹងកាត់វាចោលខ្លះយើងមិនអាចទុកទាំងអស់ទេពុកម៉ែបងប្អូនខ្ញុំកំពុងតែកាត់វាចោលបែបហ្នឹងទៅហើយដើមកូនណាដែលរៀងនៅល្អហើយនៅខាងដីខ្ពស់ជាងយើងទុកកូននឹងអញ្ចឹងយើងកាប់តាកូនណាដែលពីក្រោមចេកនឹងទៅអញ្ចឹងនេះជាសកម្មភាពដែលខ្ញុំកាត់ហើយខ្ញុំរៀបចំដើមនឹងឲ្យស្អាតអញ្ចឹងទៅហើយយើងមានសម្ភារៈមួយទៀតពុកម៉ែបងប្អូនសម្ភារៈមួយដែលខ្ញុំយកទៅមិញហ្នឹងខ្ញុំប្រាប់ពុកម៉ែបងប្អូននឹងយកទៅសម្រាប់បុកកូនចេកហ្នឹងអញ្ចឹងអាដើមដែលខ្ញុំច្អល់ហ្នឹងកូនហ្នឹងគឺត្រូវទុកនៅពេលអាដើមហ្នឹងដែលត្រូវវាកាប់ផ្លែអាកូននេះល្មមចេញទៅយងទៀតហើយពុកម៉ែបងប្អូនអញ្ចឹងនេះខ្ញុំដែកនេះសម្រាប់បុកបដូលវាកុំឲ្យវាដុះមកទៀតបើយើងមិនធ្វើបុចអញ្ចឹងទេវាដុះមកទៀតកន្លះខែអីទៀតយើងមកកាត់វាទៀតវាដុះកូនឡើងមកវិញបើយើងធ្វើបែបហ្នឹងតាមភាសារួចហើយពុកម៉ែបងប្អូនតាមភាសាហើយជាស្រេចតែម្ដងអញ្ចឹងយើងមិនហត់មកដែលទេអញ្ចឹងអរគុណច្រើន